អាយ៉ាហាងឆេងមាសឡើងថ្លៃតែកុយអេណាប្រកាសថាហាងឆេងខ្លួននៅដដែលស្របពេលដែលហាងឆេងមាសឡើងថ្លៃជារៀងរាល់ថ្ងៃស្រាប់តែតារាស្រីកុយអេណាប្រកាសថាហាងឆេងខ្លួននៅដដែលមិនមានការឡើងថ្លៃឡើយបន្ទាប់ពីជោគជ័យក្នុងការដើរថ្មើរជើងដើម្បីទេសចរកញ្ញាកុយអេណាកាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសជាពិសេសនាងចាប់ផ្ដើមទទួលបានការងារច្រើនឡើងក្នុងតម្លៃខ្លួនខ្ពស់មិនធម្មតាទាំងការងារថតស្ពតនិងការងារជួយសង្គមជាមួយគ្នានេះផងដែរកញ្ញាកុយអេណាថែមទាំងបាននិយាយថាហាងឆេងមាសឡើងថ្លៃតែហាងឆេងអេណានៅដដែលកញ្ញាកុយអេណាប្រកាសមិនដំឡើងតម្លៃខ្លួនបែបនេះគឺក្រោយពីមានព័ត៌មានជាច្រើនថានៅពេលដែលនាងជោគជ័យនិងល្បីឈ្មោះក្នុងវិស័យសិល្បៈតម្លៃខ្លួនរបស់នាងចាប់ផ្ដើមកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងកាលពីមុនជាមួយគ្នានេះផងដែរកញ្ញាកុយអេណាថែមទាំងបានប្រកាសថាអេណាពីមុនយ៉ាងណាឥឡូវក៏នៅដូចដើមតម្លៃខ្លួនមិនប្រែប្រួលចរិតលក្ខណៈក៏មិនកែប្រែអាចរាប់អានបានគួររំលឹកផងដែរថាបន្ទាប់ពីកញ្ញាកុយអេណាជោគជ័យក្នុងការដើរថ្មើរជើងដើម្បីទេសចរមកកាន់តែធ្វើឲ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញឡើងនិងមានអ្នកស្រឡាញ់ចូលចិត្តច្រើនកុយអេណាថែមទាំងប្រកាសថានឹងចូលរួមការងារសង្គមឲ្យបានច្រើនហើយនាងក៏ត្រៀមនឹងមានបេសកកម្មថ្មីដែលត្រៀមខ្លួននឹងធ្វើជាបន្តផងដែរ